អូនណាគឺថាស្ត្រីមេផ្ទះថ្ងៃនេះមិនថ្ងៃនេះស្ត្រីមេផ្ទះរាល់ថ្ងៃនិយាយទៅរាល់ថ្ងៃហ្មងជីវិតមានអីរាល់ថ្ងៃតែប៉ុណ្ណឹងយើងនៅផ្ទះធ្វើម្ហូបអាំបាយថែផ្ទះដល់ទៅទៀតកូនកើតមកយើងថែកូនទៀតជីវិតមានតែប៉ុណ្ណឹងឆាយឆេថៃបងប្អូនណាលើស្មាឆ្អិននេះធ្វើម្នាក់ឯងនេះកូនស្នប់ចិត្តតន់ចុះមកទៀតថ្ងៃនេះចាំមកហូបរៀងឡែតបន្តិចទៀតចាំខ្ញុំបង្ហាញបងប្អូនបន្តថាសកម្មភាពធ្វើអីខ្លះណាចាំទៀតណាបន្លែមានតែប៉ុណ្្នឹងទេបងប្អូនប៉ុន្តែច្រើនដែរណាវាអត់គ្រប់មុខមែនដោយសារឆ្នាំងតូចដែរចឹងណាបងប្អូនអើយនេះខ្ញុំមានមាន់ស្រែឲ្យលាយមួយសាច់ជ្រូកថ្ងៃហ្នឹងដោយសារសាច់ជ្រូកយើងនៅសល់ទូទឹកកកអញ្ចឹងប្រហើយទៅចាក់សាច់ចូលបងប្អូនចាក់សាច់ចូលហើយយើងលាងសាច់ហ្នឹងដាក់គ្រឿងដាក់អីយើងលាងឆ្អិនចឹងណាហើយចាក់ចូលហើយនេះយើងមកជាមួយនឹងវិធីចូលផងទៅបងប្អូនថាចូលគ្រឿងឲ្យឆ្អិនសិនបងប្អូនណាដាក់គ្រាន់ដែលធ្លាប់ស្លសោះអាចមើលបានណានេះបងប្អូនយើងមានផ្សិតខ្មៅមាននឹងត្រចៀកកដោហើយជាមួយនឹងស្បែកជ្រូកជាកដោនេះរៀងធំតិចខ្ញុំកាត់ឲ្យវារៀងទូជាងនឹងតិចណាឃើញទេកាត់មកល្មមយើងញ៉ាំដាក់ចូលមាត់ទៅបងប្អូនអើយដាច់ភ្លើងកដោទីដាច់ភ្លើងមិនដាច់ភ្លើងពូលយើងទេណាដាច់ភ្លើងហ្គាពងតាំពងពពុះសដែកនេះដាច់ផ្លាប់ចប់កាំងបដ ாய் ដាច់បាយលើតើចាំហ្គាសមកសិនអូយបងប្អូនអើយស្លយើងចាប់ផ្ដើមឆ្អិនហើយណាចាប់ផ្ដើមឆ្អិនហើយជាតិតែម្ដងជាតិហ្មងណាបងប្អូនស្លខ្លួនឯងគឺជាតិហើយព្រោះរសជាតិខ្លួនឯងចូលចិត្តតែស្លខ្លួនឯងហ្នឹងតែអត់ឆ្ងាញ់ទេគឺត្រូវតែឆ្ងាញ់ហើយបងប្អូនឃើញមកមុខនេះមិនធម្មតាណានេះបើយើងមានមាន់លីងសចូលណាំចិនឬក៏ជ្រូកខ្វៃចូលណាំចិនអីក៏យើងអាចឆ្នៃបានដែរ
ប៉ុន្តែនេះអត់មានចូលណាំចិនអត់មានសល់មានអីទេខ្ញុំទិញថ្មីយកមកធ្វើហ្មងដោយសារឃ្លានចង់ញ៉ាំណាហើយបងប្អូនមើលតំណងទេតំណងជាតិអត់ទេហើយសំខាន់អូបន្លែខ្ញុំនៅសល់ទៀតបងប្អូនមួយឆ្នាំនឹងណែនក្តន់ទៅបន្លែនៅទៀតនេះបន្លែនៅសល់ទៀតណាទៅម្ដងបងហើយបន្លែសល់នេះឲ្យមើលនេះនៅទៀតតន់អស់ហើយណាតន់អស់ទេអូយឲ្យមកពុះខូចត្មងអូនហើយជាតិណាស់ជាតិស្លាប់តាប់សេរីបងអើយបងប្អូនទាំងអស់គ្នាចង់និយាយថាច្រើនពេកហ្មងបន្លែណែនៅក្នុងឆ្នាំនេះទៀតច្រើនពេកហ្មងចាំមើលលេងចែកគ្នាញ៉ាំច្រើនណាស់បងប្អូនអើយណែចាំលេងចែកបងប្អូនញាតិមិត្តនេះមិនបុនទៀនអីបងប្អូនខ្ញុំឃ្លានណាដោយសារការចូលតាមចិនខ្ញុំញ៉ាំមកឆ្អែតបងប្អូនអើយខ្ញុំស្លមួយឆ្នាំលេងទងំតែខ្ញុំរួចរវល់ខ្ញុំមកផ្ទះវិញអស់លីងអូយចង់យំណាពេលដែលឮថាអស់ពេលដែលឮថាអស់ចង់យំអូយបងប្អូនមិនដែរនេះអូយតំណងណាអូយជាតិតែម្ដងណាខ្ញុំចង់និយាយអញ្ចឹងណាអូយចង់និយាយថារសជាតិចំណងចិត្តយើងណាឲ្យតែយើងបានធ្វើម្ហូបខ្លួនឯងគឺត្រូវមាត់ឆ្ងាញ់ហើយសម្រាប់ខ្ញុំអ្នកផ្ទះខ្ញុំអត់ញ៉ាំផ្អែមទេញ៉ាំមកល្មមហើយក៏អត់សាបខ្លាំងពេកដែរមកល្មមអូយជាតិហ្មងណាភ្លក់ឲ្យជាតិតែម្ដងបងប្អូនអើយជាតិអើយសែនជាតិបងប្អូនចាំជួយ subscribe ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីប្លែកលើកជាកម្លាំងចិត្តផងនេះស្លទងំតាបានមួយឆ្នាំនេះយូរមែនតែនហ្មងធ្វើម្នាក់ឯងបងប្អូនហត់ផងទងន់ផងខំប្រឹងធ្វើផងចែកម្លែកផងចឹងបងប្អូនទាំងអស់គ្នាជួយ subscribe ម្នាក់មួយផងណាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ហើយបងប្អូនចាំជួយ comment ម្នាក់មួយមកណាឃើញតំណងអត់ទេអរគុណច្រើនជម្រាបលា